នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់ Amazon Alexa ជាដំបូងយើងចូលទៅកាន់ App Store ឬមួយក៏ Play Store រួច search ពាក្យ Alexa រួចចុច download ជាមួយនឹង App Amazon Alexa ហ្នឹងទៅបន្ទាប់ពី download រួចរាល់ហើយយើងចូលទៅកាន់ App Alexa ហ្នឹងទៅបន្ទាប់មកចុចពាក្យ Create Account នៅខាងលើរួចដាក់ឈ្មោះរបស់យើង Email Address ជាមួយនឹង password មួយខ្សែរួចចុចពាក្យ Create your Amazon Account បន្ទាប់ពីបង្កើត account បានហើយយើងចុច Continue មករួចចុច Select Contact និងចុច Select Contact Letter កន្លែងនេះចុច Skip សិនមករួចចុច Remind me Letter និងចុច Done តែប៉ុណ្ណឹងគឺយើងប្រើប្រាស់បានហើយដើម្បី add device ចូលយើងចុចសញ្ញា Home Pool នេះមករួចចុចសញ្ញាបូកនឹងចុចពី add device ហើយយើងអាចធ្វើការ add device អីក៏បានដែរឲ្យតែ device នេះ support ជាមួយនឹង Alexa យើងអាចធ្វើការឆែកប្រអប់របស់ device នឹងបានបើវាមានបង្ហាញពាក្យ work with Alexa គឺយើងអាច add បានហើយអញ្ចឹង device របស់ខ្ញុំឈ្មោះ Nanoleaf អញ្ចឹងខ្ញុំ search ពាក្យ Nanoleaf មកហើយត្រូវប្រកាសថា device របស់យើងត្រូវបានបើករួចរាល់ហើយកន្លែងនេះយើងចុចទៅតាម device ផ្សេងៗគ្នាអញ្ចឹង device របស់អ្នកទាំងអស់គ្នាអាចខុសពីខ្ញុំអញ្ចឹងយើងចុចទៅតាមការសួរនាំរបស់គេទៅអញ្ចឹងសម្រាប់ device ខ្លះតម្រូវយើងធ្វើការ sign in សិនដោយសារតែវាមាន app របស់វាសម្រាប់យើងធ្វើការ connect ជាមួយនឹង app Alexa អញ្ចឹងយើងធ្វើការ log in account device របស់យើងចូលទៅនៅពេលដែល sign in ចូលហើយចុច next ទៅរួចធ្វើការរងចាំវាបន្តិចសិននឹងចុច next ម្ដងទៀតរួចយើងធ្វើការរើសបន្ទប់របស់យើងឬមួយក៏យើងចុច skip សិនក៏បានដែរបន្ទាប់មកចុច done តែប៉ុណ្្នឹងក៏យើង add បានជោគជ័យហើយយើងអាចធ្វើការដូរឈ្មោះ device របស់យើងបានដើម្បីងាយស្រួលក្នុងការបញ្ជាតាមរយៈសំឡេងអញ្ចឹងចូល like device របស់យើងមករួចចុចសញ្ញា setting និងចុចពី edit name រួចយើងធ្វើការដាក់ឈ្មោះណាដែលស្រួលហៅទៅដើម្បីយើងងាយស្រួលបញ្ជាវាតាមរយៈសំឡេងដោយយើងអាចធ្វើការបញ្ជាវាឲ្យបិទបើកបន្ថែមឬមួយក៏បន្ថយពន្លឺនិងអាចបញ្ជាឲ្យដូរពណ៌បានផងដែរAlexa, turn on my room light. Okay. Alexa, dim my room light to 20%. Alexa, change my room light to blue. បើសិនជាយើងមាន device ច្រើនយើងអាចបង្កើត group បានដូចគ្នាគ្រាន់តែចុចកន្លែង new group នេះមករួចចុចលើគេនេះមករួចចុច nextនឹងរើសបន្ទប់របស់យើងចង់ដាក់ទៅរួចចុច next រួចធ្វើការ add device របស់យើងចូលដោយសារតែ device របស់ខ្ញុំមានតែមួយអញ្ចឹងខ្ញុំ add ពូរបស់ខ្ញុំចូលមួយប៉ុន្តែអ្នកទាំងគ្នាអាចធ្វើការ add device ផ្សេងទៀតបានផងដែរបន្ទាប់មកចុច done មកគឺយើងបង្កើត group បានជោគជ័យហើយដើម្បីបង្កើត routine យើងចុចសញ្ញាបូកនៅកន្លែង home page មករួចចុច routine រួចកន្លែង van នេះយើងចុចសញ្ញាបូកនេះមករួចចុចពាក្យសញ្ញា void នៅខាងលើគេកន្លែងនេះយើងអាចធ្វើការ customize ពាក្យដែលយើងចង់និយាយបានអញ្ចឹងខ្ញុំចង់ដាក់ពាក្យ am home ដើម្បីវាធ្វើការបើកអំពូលភ្លើងរបស់ខ្ញុំរួចចុច next មករួចកន្លែង add action នេះចុចសញ្ញាបូកមកនិងចុចពាក្យ smart home បន្ទាប់មករើស device ដែលយើងចង់បញ្ជាទៅចំពោះ device យើងអាចរើសបានចាប់ពី1ឡើងលើដោយសារតែខ្ញុំមានតែអំពូលមួយខ្ញុំរើសតែអំពូលបានតែមួយនឹងទេបន្ទាប់ពីរើសហើយចុចសញ្ញា nextកន្លែង power នេះបើចង់ឲ្យវាបើកចុច on បើចង់ឲ្យវាបិទចុច off អញ្ចឹងខ្ញុំចង់ឲ្យវាបើកចុច on ហើយកន្លែង brightness នេះគឺយើងបញ្ជាកម្រិតពន្លឺរបស់វាហើយយើងអាចសេរីពណ៌បានដូចគ្នាអញ្ចឹងខ្ញុំសេរីពណ៌លឿងរួចចុច save និងចុច next កន្លែងនេះចុច save ម្ដងទៀតមកអញ្ចឹងតែប៉ុណ្្នឹងដល់ពេលដែលខ្ញុំនិយាយ am home គឺវានឹងបើកអំពូលរបស់ខ្ញុំហើយ Alexa I'm home. Okay. បើសិនជាយើងចង់ឲ្យវាបិទក៏បានដែរអញ្ចឹងចុចសញ្ញាបូកដដែលមករួចចូល routine រួចកន្លែង van នេះយើងចុចសញ្ញាបូកនេះមករួចចុចពាក្យសញ្ញា void នៅខាងលើគេកន្លែងនេះយើងអាចធ្វើការ customize ពាក្យដែលយើងចង់និយាយបានអញ្ចឹងខ្ញុំដាក់ពាក្យ goodbye ដើម្បីឲ្យវាធ្វើការបិទ device របស់ខ្ញុំទាំងអស់រួចចុច next មករួចកន្លែង add action នេះចុចសញ្ញាបូកមកនិងចុចពាក្យ smart home
បន្ទាប់មករើស device ដែលយើងចង់បញ្ជាទៅអញ្ចឹងខ្ញុំរើស device របស់ខ្ញុំមិនដដែលនឹងមករួចចុច next មកកន្លែង power នេះខ្ញុំដាក់ off រួចចុច next និងចុច save អញ្ចឹងតែប៉ុណ្្នឹងដល់ពេលខ្ញុំនិយាយពាក្យ goodbye គឺវានឹងបិទ device របស់ខ្ញុំហើយ Alexa goodbye Okay. បើសិនជាយើងចង់អាចជា schedule ក៏បានដែរអញ្ចឹងចុចសញ្ញាបូកដដែលមករួចចូល routine រួចកន្លែង van នេះយើងចុចសញ្ញាបូកនេះមករួចចុច schedule រួចចុចកន្លែងពី all time នេះមករួចចុចកន្លែង repeat នេះយើងអាចធ្វើការរើសថ្ងៃដែលយើងចង់ schedule បានរួចចុច save កន្លែង add time នេះយើងអាចរើសម៉ោងបានអញ្ចឹងខ្ញុំចង់ដាក់ម៉ោង2ដល់3នាទីថ្ងៃរួចចុច next កន្លែង add action នេះខ្ញុំចុចសញ្ញាបូកមករួចចុច smart home និងរើស device ដែលយើងចង់ schedule អញ្ចឹងខ្ញុំរើស device ពូភ្លើងខ្ញុំមិនដដែលមករួចចុច next កន្លែង power នេះខ្ញុំដាក់ on យើងអាចសេរី brightness ជាមួយនឹង color បានផងដែររួចចុច save មកនិងចុច next រួចចុច save ម្ដងទៀតអញ្ចឹងតែប៉ុណ្្នឹងរៀងរាល់ថ្ងៃម៉ោង2ដល់3នាទីគឺវានឹងបើកភ្លើងរបស់ខ្ញុំហើយមិនតែប៉ុណ្ណោះយើងអាចបង្កើតជា routine location បានផងដែរអញ្ចឹងចុចសញ្ញាបូកដដែលមករួចចូល routine រួចកន្លែង van នេះយើងចុចសញ្ញាបូកនេះមកនិងចុចពាក្យ location កន្លែងនេះវាមាន2 option គឺ arrive ជាមួយនឹង leave បើយើងចុច leave មានន័យថានៅពេលដែលយើងចេញពីផ្ទះគឺយើងអាចបញ្ជាវាបិទអំពូលឬមួយក៏បើកអំពូលបានអញ្ចឹងនៅពេលណាដែលយើងចេញពីស្រួលមួយនេះគឺវានឹងធ្វើការបញ្ជាឲ្យបិទអំពូលឬមួយក៏បើកអំពូលរបស់យើងហើយរួចដាក់ឈ្មោះ location របស់យើងមួយមករួចចុច save កន្លែង action នេះយើងចុចសញ្ញាបូកមករួចចុច smart home កន្លែងនេះខ្ញុំរើស device របស់ខ្ញុំដដែលគឺអំពូលភ្លើងអញ្ចឹងខ្ញុំចង់បញ្ជាឲ្យវាបិទនៅពេលដែលខ្ញុំចេញពីផ្ទះអញ្ចឹងកន្លែង power នេះខ្ញុំដាក់ off រួចចុច next និងចុច save អញ្ចឹងតែប៉ុណ្្នឹងនៅពេលដែលខ្ញុំចេញពីផ្ទះគឺអំពូលភ្លើងរបស់ខ្ញុំគឺវានឹងបិទអូតូហើយ Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ